ពុជានឹងបាត់បង់ទឹកដីប្រសិនបើលុបចោលសិទ្ធិសញ្ញាបំពេញបន្ថែមឆ្នាំ 2005 ពួកប្រឆាំងស្កាប់មុខដែលមិនឈរលើគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិហើយបាននឹងកំពុងបំភ្លៃមួយបង្កាច់ការពិតថាកម្ពុជាបានបាត់បង់ទឹកដីកន្លែងនេះកន្លែងនោះដល់ប្រទេសវៀតណាមដោយសារតែសិទ្ធិសញ្ញាបំពេញបន្ថែមឆ្នាំ 2005 នោះគឺគ្រាន់តែជាការបំភាន់មតិសាធារណជនជាតិនិងអន្តរជាតិក្នុងគោលដៅមហិច្ឆតានយោបាយរបស់ពួកគេប៉ុណ្ណោះតែផ្ទុយទៅវិញបើសិនជាកម្ពុជាលុបចោលសិទ្ធិសញ្ញាឆ្នាំ 2005 នេះនោះកម្ពុជានឹងបាត់បង់ទឹកដីខាតប្រយោជន៍ជាតិទៅវិញទេសូមស្ដាប់ការពន្យល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងស្មារតីយោគយល់និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរហូតសម្រាប់បាននៅសិទ្ធិសញ្ញាបំពេញបន្ថែមទៅលើសិទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ 1985 រវាងប្រជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី 10 ខែតុលាឆ្នាំ 2005 កម្មវត្ថុនៃសិទ្ធិសញ្ញាបំពេញបន្ថែមនេះគឺសំដៅកែសម្រួលទិសដៅនៃខ្សែព្រំដែនគោកដើរតាមទន្លេឬផ្លូវទឹកដើម្បីកំណត់ខ្សែព្រំដែនដើរតាមទន្លេឬផ្លូវទឹកស្របតាមគោលការណ៍និងការអនុវត្តអន្តរជាតិពោលគឺទី1ចំពោះកំណត់ព្រំដែនទឹកដើរតាមព្រៃទឹកដែលมันអាចធ្វើចរាចរណ៍បានខ្សែព្រំដែនត្រូវដើរតាមបន្ទាត់ទ្រូងនៃផ្លូវទឹកនោះទី2ចំពោះកំណត់ព្រំដែនទឹកតាមព្រៃទឹកដែលអាចធ្វើចរាចរណ៍បានខ្សែព្រំដែនត្រូវដើរតាមបន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅសូមបញ្ជាក់លើចំណុចនេះបន្តិចព្រែកវាមាន2របៀបព្រែកមួយដែលមិនប្រភេទព្រែកមួយវាអត់ធ្វើចរាចរណ៍តាមធ្វើចរាចរណ៍បានទេដូច្នេះយើងត្រូវពុះទ្រូងព្រែកនឹងតែម្ដងចំពាក់កណ្ដាលទ្រូងព្រែកនឹងតែម្ដងជាខ្សែព្រំដែនឯព្រែកវាស្ទឹងដែលអាចធ្វើចរាចរណ៍បានយើងយកចលងទឹកជ្រៅធ្វើជាខ្សែព្រំដែនលទ្ធផលនៃការងារនេះតើបានមកជាអ្វីត្រង់ចំណុចនេះយើងគួរធ្វើការកត់សម្គាល់ថាស្របតាមគំនូសខ្សែព្រំដែនដើរតាមផ្លូវទឹកនៃផែនទីដែលអាណាព្យាបាលបារាំងបានបន្សល់ទុកឲ្យនោះគឺមិនមានការយកចិត្តទុកដាក់ដល់ការបែងចែកទឹកសម្រាប់ប្រជាពលរដ្ឋនៃភាគីទាំងសងខាងនៅតាមបណ្ដោយព្រំដែនដែលមានព្រែកឬស្ទឹងនោះនេះទេបានន័យថានៅតាមទីតាំងមួយចំនួនដែលមានភាគីណាមកខាងទទួលបានតែមកច្រើនភាគូនោះនឹងមិនអាចប្រើប្រាស់ទឹកបានឡើយជារួមករណីនេះភាគច្រើនមាននៅខាងកម្ពុជាយើងខ្ញុំសូមបញ្ជាក់ថាខ្សែព្រំដែនដើរតាមផ្លូវទឹកនៃព្រំដែនគោករវាងកម្ពុជាវៀតណាមមានប្រវែងសរុបប្រមាណជា383គីឡូម៉ែត្រកន្លះក្នុងនោះរដ្ឋបាលអាណាព្យាបាលបារាំងបានគូសទឹកដាក់ទឹកនៅខាងកម្ពុជាប្រវែង191គីឡូម៉ែត្រដែលសុទ្ធសឹងជាតំបន់នេសាទមានប្រជាជនរស់នៅតិចតួចដូចជានៅខេត្តរតនគិរីមណ្ឌលគិរីនិងកញ្ចេះជាដើមចំណែកឯខ្សែព្រំដែនដើរតាមផ្លូវទឹកដែលបារាំងគូសទៅឲ្យខាងភាគីវៀតណាមវិញមានប្រវែងសរុប192គីឡូម៉ែត្រកន្លះតែសុទ្ធសឹងជាតំបន់ដែលមានប្រជាជនរស់នៅកកដូចជានៅកំពង់ចាមស្វាយរៀងព្រៃវែងកណ្ដាលនិងតាកែជាដើម
ក៏ប៉ុន្តែតាមសន្ធិសញ្ញាបំពេញបន្ថែមគីទាំងពីរបានឯកភាពគ្នាចែកទឹកពាក់កណ្ដាលម្នាក់ចំណុចនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងសងខាងពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជាពីព្រោះនៅក្នុងការអនុវត្តជាក់ស្ដែងទៅថ្ងៃក្រោយប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមបណ្ដោយខ្សែព្រំដែនទឹកក៏មានសិទ្ធិប្រើប្រាស់ទឹកទន្លេព្រែកស្ទឹងទាំងនោះដោយមិនចាំបាច់សុំការអនុញ្ញាតពីភាគីវៀតណាមទៀតទេហើយខាងភាគីវៀតណាមក៏មិនចាំបាច់សុំភាគីកម្ពុជាដែរបើសិនជាមានខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចបើអស់លោកពិតជាបានគិតគូរផលប្រយោជន៍ប្រជាជនអស់លោកត្រូវផ្ដល់សារៈសំខាន់លើចំណុចនេះកិច្ចសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005បានអនុញ្ញាតឲ្យយើងទម្លាក់ខ្សែព្រំដែនដែលនៅតាមមាត់ព្រែកឲ្យមកនៅកណ្ដាលព្រែកនិងនៅតាមចលងទឹកជ្រៅនៅពេលបារាំងកាន់កាប់បារាំងមិនបានយកចិត្តទុកដាក់អំពីការប្រើប្រាស់ទឹកទាំងសងខាងដោយគូស190គីឡូម៉ែត្រឲ្យមកខាងកម្ពុជាបានសង្កេតថាអាច្រាំងហ្នឹងអាព្រំដែនហ្នឹងវាទៅជាប់នៅច្រាំងវៀតណាមមកអញ្ចឹងវៀតណាមអត់មានទឹកដែរប៉ុន្តែកុំភ្លេចថាតំបន់ទាំងនោះអត់មានប្រជាជនរស់នៅហើយមិនសូវមានព្រៃធំទៅទៀតមិនសូវមានព្រៃធំទេយើងបាន191គីឡូម៉ែត្រនៅភាគច្រើនគឺនៅឯរតនគិរីមណ្ឌលគិរីនិងកញ្ចេះហើយច្រើនតែអាព្រៃកោករៈដល់មកខាងគូសមកឲ្យខាងវៀតណាមវិញដល់គូសបកលឲ្យកម្ពុជាតែច្រាំងព្រៃទេមានដល់ទៅ192គីឡូម៉ែត្រកន្លះហើយដែលសុទ្ធតែជាខេត្តប្រជាជនរស់នៅច្រើនកំពង់ចាមស្វាយរៀងបៃវែងកណ្ដាលតាកែវអញ្ចឹងពេលដែលប្រជាជនចោះដងទឹកគឺត្រូវសុំច្បាប់វៀតណាមយល់ទេប៉ុន្មានហើយយើងនៅខាងលើក៏យើងឲ្យដូចគ្នាក្នុងករណីដែលប្រជាជនវៀតណាមនៅជាប់ព្រៃករណីដូចគ្នាប៉ុន្តែភាគច្រើននៅខាងលើមានមនុស្សណានៅឥឡូវបើយើងទាញតម្លាក់បានពាក់កណ្ដាលទឹកយ៉ាងដូចនេះហើយតែយើងប្រើប្រាស់ទឹកវាមិនស្រួលទេអីរំទាំងការធ្វើចរាចរណ៍ក្នុងទឹកនិងការប្រើប្រាស់ទឹកហើយការនេសាទក្នុងទឹកនឹងទៀតមិនក៏មិនចង់បានតើនេះជាទង្វើក្បត់ជាតិឬអីសូមប្រជាជនព្រំនៅតាមព្រំដែនដែលនៅជាប់មាត់ព្រែកទាំងឡាយមេត្តាជ្រាបថាពួកប្រឆាំងបានប្រឆាំងទៅនឹងអ្វីដែលរៀបថាវាកំពុងដោះស្រាយទឹកឲ្យប្រជាពលរដ្ឋតើបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមទួលដែនចង់ពេលចុះទឹកត្រូវសុំច្បាប់វៀតណាមទេពេលអុំទូកត្រូវសុំច្បាប់វៀតណាមទេពេលទៅបងសំណាញ់ត្រូវសុំច្បាប់វៀតណាមទេពួកប្រឆាំងគេសុំធ្វើអាហ្នឹងគេប្រឆាំងហ្នឹងអាហ្នឹងព្រោះស្អីក៏ប្រឆាំងទាំងអស់ហើយរាប់តែប្រឆាំងអាទឹកបាបែខ្ញុំគិតថាយើងជាមនុស្សដូចគ្នាហើយខ្ញុំកំពុងសុំបញ្ហានេះពីឡាវខ្ញុំសុំពីឡាវដំបូងយើងស្នើសុំថាតាមដងទន្លេទាំងអស់ទាំងគូសនៅមកច្រាំងទន្លេខាងកម្ពុជាក៏ទម្លាក់ទៅកណ្ដាលទន្លេទាំងគូសទៅខាងឡាវក៏ទម្លាក់ទៅកណ្ដាលទន្លេប៉ុន្តែមិនអាចទៅរួចដូច្នេះខ្ញុំដកថយមកនៅសុំវៀតណាមថាសុំឡាវនៅលើសិទ្ធិមួយចំនួនទុកឲ្យផែនទីដើរតាមច្រាំងទន្លេរបស់កម្ពុជាឬច្រាំងទន្លេរបស់ឡាវទៅចុះក៏ប៉ុន្តែប្រជាជនទាំងសងខាងឲ្យភាគច្រើនកម្ពុជាមិនដឹងយ៉ាងម៉េចបារាំងវាគូសតែទឹកឲ្យទៅវៀតណាមនឹងឡាវខ្មែរអត់មានទឹកនៅតែមាត់ច្រាំងខ្ញុំសុំឡាវអត់តន់ឆ្លើយទេ
សុំសិទ្ធិគាត់ទី1សូមប្រើប្រាស់ទឹកទី2សូមធ្វើចរាចរណ៍ផ្លូវទឹកទី3សូមធ្វើនេសាទសូម3ដើម្បីឲ្យមានកិច្ចព្រមព្រៀងមួយច្បាស់លាស់កុំឲ្យយើងចុះទៅក្នុងទឹកឬអុំទូកត្រូវរដ្ឋបាលឡើងចាប់ឡើងអត់តន់ឆ្លើយទេណាវៀតណាមគេសុកចិត្តធ្វើជាមួយយើងសូមប្រជាជនតាមទល់ដែនយល់ឲ្យច្បាស់ពួកប្រឆាំងដែលប្រឆាំងនឹងផលប្រយោជន៍ពិតប្រាកដប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរាប់តាំងពីទឹកប្រើប្រាស់ដែលបានមកហើយបែកទៅនឹងឲ្យបាត់បង់ទៅវិញអញ្ចឹងបញ្ហានៅទីនេះសារៈប្រយោជន៍របស់វាធំណាស់សម្រាប់ជីវភាពប្រជាជននៅតាមទល់ដែន